ជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុបិនសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនថាលៀងបាទទាក់ទងនឹងពុកម៉ែបងប្អូនសុបិនថាលៀងលុបលៀងមុខឬក៏លៀងសម្រាប់ផ្ទះលៀងបាតជើងឬក៏លៀងភាជរបស់របរប្រើប្រាស់ក្នុងផ្ទះនោះគឺមានអត្ថន័យដូចនេះថាប្រសិនបើជាពុកម៉ែបងប្អូនសុបិនថាលុបលាងមុខនោះទំនាយទីនៅក្នុងសុបិនថានឹងទទួលបានការល្បីឈ្មោះនិងមានកិត្តិយសមួយទៀតប្រសិនបើជាពុកម៉ែបងប្អូនសុបិនថាលាងជើងទំនាយទីថានឹងត្រូវបានផ្លាស់ប្ដូរទូនាទីការងារឬក៏ការជួញដូរនៅក្នុងផ្លូវល្អមួយទៀតប្រសិនបើជាពុកម៉ែបងប្អូនសុបិនថាលៀងភាជឬរបស់របរប្រើប្រាស់នៅក្នុងផ្ទះនោះទំនាយទីថានឹងទទួលបានដំណឹងល្អពីញាតិមិត្តដែលរស់នៅឆ្ងាយមួយទៀតប្រសិនបើជាពុកម៉ែបងប្អូនសុបិនថាដោះលាងផ្ទះទំនាយទីថានឹងអស់គ្រោះហើយនឹងទទួលបានសេចក្តីសុខឡើងសម្រាប់អ្នកសុបិនផងដែរបាទតើតើនឹងលេខសំណាងសម្រាប់អ្នកសុបិននោះគឺលេខ27លេខ28លេខ227 272 372និង728បាទអរគុណច្រើនពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសំណប់ Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ